ក្រាមបានមកដល់ហើយយើងក៏រកឃើញដែរសម្រាប់អ្នកប្រដាល់ដែលមកពីបែកមជ្ឈមបូព៌ានោះគាត់មានមៀតតូចគីឡូស្រាលឥឡូវបានឃើញហើយបាទនេះគឺជាការរៀបចំប្រចាំសប្តាហ៍នៅក្នុងការផ្សព្វផ្សាយកីឡាប្រដាល់គុណខ្មែរពីក្រុមហ៊ុនខ្មែរ Beverages ស្មារតីរួមគ្នាខ្មែរស្រឡាញ់ខ្មែរផលិតផលខ្មែរកម្លាំងខ្មែរភេសជ្ជៈពៅកម្លាំងកម្ពុជារបស់ក្រុមហ៊ុនមេជីបម៉ុងបានបន្តឧបត្ថម្ភជាហូរហែដល់វីរៈកងទ័ពជួរមុខនិងជនភៀសសឹកចំណាយសរុបជិត$7 លានបូករួមទាំងថវិកាអង្គររាប់រយតោនទឹកពិសាកម្ពុជានិងភេសជ្ជៈរាប់ម៉ឺនកែក្នុងនោះមានទាំងតង់ស្នាក់នៅបណ្ដោះអាសន្នព្រមទាំងសម្ភារៈប្រើប្រាស់ចាំបាច់សម្រាប់កងទ័ពទៅដល់វីរៈកងទ័ពជួរមុខនិងប្រជាជនភៀសសឹកនៅតាមតំបន់នានាគាំទ្រផលិតផលខ្មែរដោយរួមគ្នារក្សាចរន្តសេដ្ឋកិច្ចឲ្យកាន់តែរឹងមាំនៅពេលនេះខ្ញុំបាទក៏សូមជម្រាបជូនសមាជិកភាពបេក្ខភាពអ្នកចម្បាំងកម្លាំងកម្ពុជា54គីឡូក្រាម3ទឹកបង្គោលក្រហមអាយុ18ឆ្នាំកម្ពស់1.65 ម៉ែត្រសរុបការប្រកួត98ដងឈ្នះ88ដងចាញ់9ដងស្មើ1ដងហើយធ្លាប់ផ្ដួលគូប្រកួតឲ្យបោះបង់នៅក្នុងសង្វៀន62ដងជាកីឡាករមកពីក្លឹបពេជ្រសុផាន់គុណខ្មែរដែលមានគ្រូបង្វឹកលោកពេជ្រសុផាន់សូមណែនាំឲ្យស្គាល់ជាថ្មីម្ដងទៀតបេក្ខភាពអ្នកចម្បាំងកម្លាំងកម្ពុជា54គីឡូក្រាមបង្គោលក្រហមពេជ្រសង្ហាចំណែកបង្គោលខៀវអាយុ23ឆ្នាំកម្ពស់1.64 ម៉ែត្រទម្ងន់54គីឡូក្រាមដូចគ្នាធ្លាប់ប្រកួតសរុប11ដងឈ្នះ7ដងចាញ់4ដងនិងធ្លាប់ផ្ដួលគូប្រកួតឲ្យបោះបង់នៅក្នុងសង្វៀនចំនួន2ដងសូមណែនាំស្គាល់បេក្ខភាពអ្នកចម្បាំងកម្លាំងកម្ពុជាបង្គោលខៀវមកពីសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់សាហ្វារីរេហ្សាបាទលោតចិញ្ជ្រុំក្រោយពេលរំលឹកគុណគ្រូហើយដើម្បីបន្ថែមកម្លាំងគេហៅថាសង្កត់សន្ធប់ត្រៀមប្រកួតដែលមានអាជ្ញាកណ្ដាលផ្ដល់នៅលក្ខន្តិកាចាកីឡាករទាំងពីរកំពុងតែស្ដាប់បទបញ្ជានៃការប្រកួតប្រដាល់គុណខ្មែរពីលោកអាជ្ញាកណ្ដាលឆៃសុជាតិចក្រមត្រៀមប្រុងព្រៀបប្រកួតអ្នកចម្បាំងកម្លាំងកម្ពុជាគូទី1គឺជាគូដណ្ដើមពាននិងប្រាក់លានវគ្គជម្រុះរវាងកម្ពុជាអ៊ីរ៉ង់ទឹកទី1 round 1ទឹកទី1ចាប់ផ្ដើមរវាងពេជ្រសង្ហៈជាមួយនឹង Safari Reza បាទបើសិនជាឈ្នះឡើងទៅវគ្គប្រៃព្រាត់បើសិនជាឈ្នះគឺយ៉ាងហោចណាស់ក៏មានទឹកប្រាក់2លាននៅក្នុងដៃបាទបន្ថែមពីលើតម្លៃខ្លួនបាទតម្លៃខ្លួនយ៉ាងចាំមើលអ្នកទាំងពីរមានធនាគារជីបមកដូចគ្នាហើយពីដៃរបស់ Reza ទឹកឆ្វេងពី Reza អូយតតឡាល្អណាស់ចូលគៀចាប់បានជង្គង់ Reza ក៏ប៉ុន្តែសង្ហៈបាទក៏ចេះកាច់ផ្ដេកធ្វើឲ្យ Reza ដួលដោយសារជើងនៅសល់តែមួយចំហៀងចូលគៀបោះជង្គង់ឆ្វេងស្នំពីរដៃទៀតសង្ហៈថយផុតសង្ហៈថយទឹកកាប់ស្មោគ្នាទៀតសង្ហៈថយក្រោយទៅអាយ៉ាចាំងល្អកែងបោរបស់ Reza សង្ហៈដល់ចូលសបោស្នៀតកែងកាប់ទៅវិញយយបាទជង្គង់ជួបអ្នកលេងកាយមែនតែនៅលើនេះសង្ហៈជួបឲ្យបោះមកជើងទាត់ជើងក្រោយវិញតាមធាងរបស់ពេជ្រសង្ហៈសាហ្វរីរេសាសម្បូរក្បាច់មែនទាំងដៃទាំងជើងទាំងកែងទាំងជង្គង់ឆ្វេងស្ដាប់ចូលពីដៃរបស់រេសាទាត់ឆ្វេងមួយទៀតបាំងជាប់តាមវិញជង្គង់ចូលពួរមួយបិទពីពេជ្រសង្ហៈរេសារុញផ្អាប់ខ្សែសង្វៀនអូយល្អមែនបាទទឹកមួយរងម្នាក់នេះ
អេរងម្នាក់នេះសម្បូរក្បាច់សម្បូរផ្លែចូលពីដៃបោះឈ្គប់កាត់ចាប់ប្រលេងពីដៃសងបានបដៃវិញរបស់សង្ហាថយតិចតិចទាត់ជើងក្រោមពីរេសាជើងក្រោមត្រឆ្វេងទាត់ឆ្វេងរបស់សង្ហាចូលគៀកវាយកៃស្ទាំងឆាបបណ្ដាល់លើជង្គង់វិញម្ដងអាញាកណ្ដោយើងបន្ទាន់នេះគឺថាស្ទុះចូលតែម្ដងឆ្វេងស្ដាំបាត់កៃមួយរបស់សង្ហាចូលគៀបក្រោមឃ្លាយើងចេញវិញចេះអោនលឹបផុតហើយលើនេះគាត់ប្រជើងសងប្រជើងគាត់ប្រជើងថែមម្ដាយទៀតរបស់សង្ហាជង្គង់រៃសាជង្គង់សង្ហាលើកជើងទល់លើកៃគប់ប្រច្រាស់គ្នាអូយជង្គង់ម្នាក់មួយរូបកៃរបស់រៃសាកៃរៃសាកៃសង្ហាជង្គង់រៃសាកាច់ជង្គង់រៃសាជង្គង់សង្ហាកាច់ប្រោទៀតអូយមិនធម្មតាសង្ហាជួបរបស់ល្អមកពីរងទាត់ម្នាក់ប្រជើងកៃរៃសាសង្ហាចូលគៀពីរដៃរបស់រៃសាដកថយមកវិញ1-2របស់សង្ហាចាប់បានជង្គង់សង្ហាកាច់ផ្ដេកកម្លាំងកាច់របស់សង្ហាគឺបានល្អណាស់បាទគឺកាច់ផ្ដេកបាន2ដងហើយដើមទឹកម្ដងឥឡូវចុងទឹកម្ដងចុងទឹកលូកលើបាត់កែងលើបាត់ភុំជាប់តាមបៃកែងទីរបស់រេសាទាត់ជើងក្រោមបិឆោតសង្ហាទាត់វិញដើរចូលទួលគុំទួលឲ្យបាត់កែងឆាបមួយទៀតអោតផុតជង្គង់រេសាជង្គង់សង្ហាគៀសជើងក្រោមកែងរូស្ដាំមកកែងរបស់សង្ហាអាយយោយមិនធម្មតាទេចាប់ទឹកទី1ហើយអូយអស់ទាស់តែម្ដងបែកភាពអ្នកចម្បាំងកម្លាំងកម្ពុជានេះយើងមើលបាទមូលចាក់បាទកែងបាត់ញុកបុកកណូតបាត់ស្ទាំងឆាបតស្ពានអីបែបណានោះគឺថាមានគ្រប់ផ្លែគ្រប់ប្លង់គ្រប់បាត់គ្រប់បាតគ្រប់ខ្នាតអស់ហើយអេរងនេះបាទមើលប្រវត្តិប្រកួតតែ11ដងឯងប៉ុន្តែបានគ្រប់ក្បាច់តែម្ដងបាទជួបជាមួយនឹងពេជ្រសង្ហាអញ្ចឹងទឹកមួយនេះមានទៅមានមកបងប្អូនបាទតែថាឲ្យមានអ្នកណាលើអ្នកណាមើលអត់ឃើញទេបាទប្រាវទៅប្រាវមកតែម្ដងអ្នកឲ្យទឹកចេញក្រៅអ្នកចម្បាំងកម្លាំងកម្ពុជាគូទី1គឺជាគូដណ្ដើមពាននិងប្រាក់លានវគ្គជម្រុះរវាងកម្ពុជាអ៊ីរ៉ង់ទឹកទី2 round 2អាចនិយាយថាជាវគ្គកណ្ដាលប្រជព្រាត់អ្នកចម្បាំងកម្លាំងកម្ពុជាគីឡូ54ចូលដល់ទឹក2រវាងសង្ហាជាមួយនឹងសាហ្វារីរេសាជើងក្រោមទាត់របស់ពេជ្រសង្ហាជើងក្រោមទាត់វិញចូលម្ដាយថែមមួយជើងទល់ហើយពេជ្រស្រោចទៅលើវិញពីសាហ្វារីរេសាអូយជង្គង់ទល់ផ្អែកនឹងសង្វៀនអញ្ញាកណ្ដាលទាញមកវិញសាហ្វារីរេសាកម្លាំងក៏នៅល្អដើរចូលតិចអាចចែរវាមួយវិញដែរក៏ពីផាកាត់តមកលឿនទាត់ឆ្វេងពីរេសាហើយយោយមួយចង្កេះខោទៅទាត់ជើងស្ដាំចាប់ក្បោកកកបានជង្គង់សង្ហាជង្គង់រេសាជង្គង់ទល់ហាមតោងសង្វៀនប្រកួតឆ្មាល់ឡមែនអ្នកឆ្វេងទាត់ស្ដាំមកវិញដែរទាត់ឆ្វេងថែមមួយទៀតចាប់ជើងទាត់វិញអុកគូទឺណែកាត់តស្អាតមែនទែនសាហ្វារីរេសាកាត់តស្អាតមែនទែនគាត់មកជើងម្នាក់បាទចូលទៀតឲ្យយោយក្នុងដៃថែមមកជង្គង់ទៀតជង្គង់មួយទៀតទៅតាក់អូយមើលទៅអ្នកគ្រប់គ្រងអ្នកឲ្យទឹកទាំងសងខាងគឺថាកំពុងតែមានអារម្មណ៍ជ្រួលច្រាលដូចគ្នាកាច់ឡើងរូបកែងឆ្វេងពីរេសាដកថយទាត់បាទបាត់បដៃស្ដាំទៀតចូលកទាត់ឆ្វេងទៅទាត់ស្ដាំមកគប់មកកែងកិច្ចតែផុតគៀបកកចូលក្រោមឃ្លាកម្លាំងយ៉ាងណាយើងមើលអ្នកឲ្យទឹកកំពុងតែច្រាស់ច្រាលរៀងខ្លួនជង្គង់សង្ហាជង្គង់មួយទៀតកាច់ទាត់ឆ្វេងថែមរបស់សង្ហាជង្គង់ស្ដាំមួយទៀតអូយចាក់ស្រោចគ្នាទៅផ្ទួនពីពេជ្រសង្ហាយ៉ាងណាហើយរេសានៅតែដើរចូលមិនយឺតទេពីរដៃសងម្ដាយវិញ1-2ដោដៃគ្នាទាត់ជើងក្រោមបាត់ទាត់ក្រោមវិញដែរ1-2ថែមទៀតរបស់សង្ហាមួយនាទីទៀតបិសៅក្រោមមកលោណាជង្គង់ចាប់ចាក់សោខ្លួនជាប់អញ្ញាកណ្ដោដោះសោចេញវិញសិនបាទរេសាតាំងគុំខ្ពស់ទាត់មកជើងម្នាក់ថែមម្ដាយទៀតរបស់ពេជ្រសង្ហាបាទពុតឆ្វេងសងវិញដែរជ
ចូលជាមួយទល់ក្បាលគ្នាជង្គង់ឆ្វេងជង្គង់ស្ដាំវិញគ្រាកកសកត់ចូលក្រោមគ្នារ៉េសានេះដូចបនព្រៃយកមកដូចបនព្រៃចូលមកច្រាស់យកម្ដងសង្ហាបានឱកាសទាត់ឲ្យបាត់ឲ្យកែសងជង្គង់ក្រោយមួយជង្គង់ទៀតឡើយវិញអាចញាកដាលចូលមកបេះមកបាយចេញពីគ្នាសិន30វិនាទីចុងក្រោយ30វិនាទីរ៉េសាទាត់ក្រោមសងវិញរួចកែងទល់ជង្គង់វិញជង្គង់ហើយក៏ទល់ផ្ទះមួយទៀតពីពេជ្រសង្ហាអូយល្អណាស់រេសានៅតែដើរចូលគាត់ឆ្វេងសើចស្ដាប់អីថែមឆ្វេងគាត់បដៃសងមកចូលគៀបបៃបញ្ញាដល់ពីពេជ្រសង្ហាចាប់ខ្លួនជាប់ដៃល្អដូចគ្នាបាទលោតចូលធាក់មកជើងពេញលោណាជង្គង់មួយទៀតជង្គង់ទី2ណែប្រហែលមិនបានជាប់ទឹកទី2ដោយស្រួចស្រាលជាទីបំផុតអ្នកចម្បាំងកម្លាំងកម្ពុជាត្រៀមបន្តដំណើរនៅទឹកទី3យើងមើលចលនាបច្ចេកទេសក្នុងទឹក2កន្លងទៅបាទប៉ាំងទៅប៉ាំងមកកន្លែងដូចធាក់ចូលដើមទ្រូងបាទសាហ្វរីរេសាបាំងជាប់ទាត់ឆ្កោក្រោមដួលភីអញ្ចឹងទៅបាទកន្លែងនេះលូកដៃ1 2បានស្អាតណាស់ជាមួយវាយទាត់ឆ្វេងទាត់ស្ដាំសងវិញបិទប្រាស់ជាប់ឈូសមកកែងគិតផុតទៀតបាទក្បាច់របស់អ្នកទាំងពីរនេះគឺមានមកល្អណាស់ណែកន្លែងនេះវត្តមកខ្នងដៃចូលពេញមុខពីរេសាមាត់មកដៃចូលបេះធៀមវិញរេសានៅឈរនឹងថ្កល់តែម្ដងអូយអស់ទាស់តែម្ដងបាទខ្មែរ Beverages បន្តឈរជើងជាកម្លាំងជួរក្រោយដ៏រឹងមាំដែលឆ្លើយតបទាន់ស្ថានភាពលំបាករបស់បងប្អូនជាពិសេសគឺបន្តរួមចំណែកក្នុងការផ្សព្វផ្សាយសិល្បៈតន្ត្រីគុណខ្មែរដើម្បីបន្តឱកាសការងារដល់សិល្បករនេះកីឡាករនេះតាមការប្រកួតប្រដាល់និងប្រគំតន្ត្រីជាច្រើនបាទអ្នកចម្បាំងកម្លាំងកម្ពុជាគូទី1គឺជាគូដណ្ដើមពាននិងប្រាក់លានវគ្គជម្រុះរវាងកម្ពុជាអ៊ីរ៉ង់ទឹកទី3ដែលជាទឹកផ្ដាច់ព្រាត់ Final Round ទឹកផ្ដាច់ព្រាត់រវាងបេជ្រសង្ហាបកក្រហមនិងសាហ្វរីរេសាបកខៀវចូលមកចាប់តែម្ដងជង្គង់រេសាលើកនេះគឺស្អាតបាទបេជ្រសង្ហាចេះចាប់កន្លាញ់កាច់បាទចាក់ឆ្វេងចាក់ស្ដាំទុកមកជង្គង់ទីរបស់រេសាជង្គង់រេសាទៅទៀតអូយទល់ចូលឆ្វេងចេញស្ដាំអូយល្អយ៉ាងនេះចូលជាបន្តស៊ូចូលបាត់ស្ដាំមួយជូកែងកាត់វិញជង្គង់រេសាបាទឲ្យទៅប្រឡែងស្ទុះចូលម្ដងថយសង្ហាថយចាំកាត់ចាក់ទៅមួយទៅចាក់មកឲ្យសោយថែមទៀតហើយក៏ចាប់អោបជង្គង់រេសាអូយជង្គង់រេសាណែនល្អមែនដែរបាទតែប៉ុណ្ណេះឱកាសរបស់គេឲ្យស្រោចទៅមុខគេហើយរេដល់ទាត់ឆ្វេងដល់ឆ្វេងចូលធំទឹកជង្គង់រេសាជង្គង់គោវិញដល់សោយជាមួយជង្គង់រេសាក៏ប៉ុន្តែសង្ហាបាទចេះកាច់ច្រានដល់ថ្ងាហើយងើបមកវិញដេញទៀតធាក់ទល់ជាមួយវាយគួងឆ្វេងរេសាអូយជំនួយទៅតែម្ដងយ៉ាងណាសង្ហាកំពុងតែរកឱកាសកាត់ធាក់មកជើងបាទគៀកកាយចូលចាប់អញ្ញាកណ្ដាលចាប់ចេញទៅតែពាក់កណ្ដាលផ្លូវនៅក្នុងទឹកផ្នែកព្រាត់ទេសាហ្វរីរេសាដូចតៅចូលយ៉ាងកំពុងធាក់មកជើងឆ្វេងសវ៉ាប្រុងចាប់ពេជ្រសង្ហាថយក៏ចាក់មកដៃចូលពោះពេញភៀតពីរេសាក្បាច់ស្អាតសាហ្វរីរេសាក្បាច់ស្អាតពេជ្រសង្ហាកំពុងតែរកផ្លែកំពុងទាត់មកជើងជង្គង់វិញគៀសជើងក្រោមបាត់កៃលើពីសង្ហាចាប់ជាប់ជង្គង់ទៅមកដេញមកបាទកីឡាករអ៊ីរ៉ង់នេះដេញទៅមកទាត់ឆ្វេងទាត់វិញហើយលូកដៃដូរដៃលូកចូលចាប់ជង្គង់លើកជើងខ្ទាស់ញែកមិនទាន់ឲ្យចូលទៀតហើយទាត់មកជើងផឹកទៀតពីសង្ហាដែលរេសាស្វាចាប់រហូតដល់ផ្អែកនឹងខ្សែសម្ពាធដៃកងសម្ពាធគឺអូតូម៉ាទិកអញ្ញាកណ្ដាលត្រូវបំបីមកជើងថែមដៃរបស់សង្ហាមកជើងទៀតរបស់សង្ហាអាយអោបបីដៃវិញចូលចាប់ជង្គង់រៀងខ្លួនជង្គង់សង្ហាញែកក្រោកទៀតពីអញ្ញាកណ្ដាលស្ទុះចូលទៅធាក់ស្ទុះចូលទៅចាប់ជង្គង់ទៅវិញទៅមកស្អាតមែនគូនេះស្អាតមែនតែនរេសាចូលទៅក្នុងដៃបកមកជុំជាមួយចូលចាប់ភាសាទៀតអញ្ញាកណ្ដាលចូលទៅគាត់បបែកចុងទឹកហើយ10វិនាទីទៀតមកជើងលើពីសង្ហាបាត់ចូលឆ្វេងមួយទៀតតាមទាត់មួយឆ្វេងមួយទៀតថែមដៃរកសង្ហា
សង្ហាថយໄວបានដល់ថយកាត់បានថយកាត់បានអាយយកៃសោបកស្លាប់កៃសោបកៃចុ ទឹក កក្រោ ទី យ 3ត្រូវបានបញ្ចប់ ជាប់ទឹកទី3ហើយបងប្អូនអើយបាទថ្ងៃនេះកម្រណាឃើញអ៊ីរ៉ង់តូចបាទដែលគីឡូតូចបាទដេញវាយយ៉ាងស្រោចបាទពេជ្រសង្ហានោះក៏កាត់បានមកវិញខ្លះសាវរីរេសាគឺសម្រុកទៅមកអស់ពីចិត្តត្រង់នេះបាទទះម្ដាយកាត់មកកែងទៅចូលចាប់ចូលជង្គង់ជ្រឹបបាទចូលជង្គង់ជ្រឹបត្រង់នេះគឺចូលគៀកទះម្ដាយចូលដងទឹកសិនបាទទម្រាំតែអញ្ញាកដាចូលចាប់ដោយសារតែគងដៃខ្សែសង្វៀនបាទកន្លែងនេះទាត់កាត់กับឆ្លាចមួយជើងរបស់សង្ហចូលពេញពោះតែរេសានៅតែដៅចូលទៅមកមានយើទេបាទកន្លែងនេះសក់មកកែងភឺមុននឹងចាប់ទឹកទី3អូយបាទពិបាកណាស់ថាតើលទ្ធផលនឹងទៅជាយ៉ាងណាបាទអ្នកណាឈ្នះគឺមានទឹកប្រាក់2លានក្នុងដៃដើម្បីឡើងទៅយក4លានបាទថាតើវគ្គប្រាច់ព្រាត់អ្នកណាឡើងទៅបានមុនគេចាំមើលហាប់ខានិង Marshal Islami Zai មកពីអាហ្វហ្គានីស្ថានមួយទៀតតោះយើងស្ដាប់ការប្រកាសជាផ្លូវការពីគណៈកម្មការបច្ចេកទេស ចានេះខ្ញុំសូមអរគុណជ័យជំនះត្រូវបានទៅកីឡាករបង្គោលក្រហមពេជ្រសង្ហាឈ្នះកីឡាករបង្គោលខៀវដោយពិន្ទុ